ជំរាបសួរថ្ងៃនេះយើងមកទៅជែកទៅលើប្រធានបទតាក់ទងទៅនឹងតម្លៃជីវិតរបស់មនុស្សដែលគេម្នាក់លើកឡើងថានៅពេលដែលការសងជំងឺចិត្តគឺ$3,000 $1,000 អ្នកខ្លះក៏$10,000ហើយអ្នកខ្លះក៏អាចទារបានច្រើនជាងនឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះសំណងជំងឺចិត្តអំពីអំពើល្មើសដែលធ្វើឲ្យបុគ្គលម្នាក់បាត់បង់ជីវិតបងប្អូនគិតថាអាចគិតជាលុយតើវាអាចនឹងសមាមាត្រចំពោះជីវិតមនុស្សម្នាក់បានដែរឬទេសម្រាប់ខ្ញុំគឺគ្មានអ្វីដែលសំខាន់ជាងអាយុជីវិតរបស់មនុស្សនោះទេប៉ុន្តែអ្វីដែលច្បាប់បានកំណត់ឲ្យមានការសងសំណងជំងឺចិត្តក៏ព្រោះតែនៅពេលដែលហេតុការណ៍ឬក៏ព្យាស្នកម្មណាមួយបានប៉ះពាល់ទៅដល់អាយុជីវិតមនុស្សគឺมันមានអីស្រោចស្រង់ហើយអ្វីដែលច្បាប់ឬក៏អ្វីដែលសង្គមមនុស្សអាចធ្វើបានគឺមានតែការផ្ដល់សំណងជំងឺចិត្តដើម្បីឲ្យគ្រួសារឬក៏អ្នកដែលទទួលផលពីជនរងគ្រោះនឹងអាចទទួលបាននៅសំណងអាចទទួលបាននៅថវិកាដើម្បីយកមកទ្រទ្រង់ជីវភាពបន្ទាប់ពីជនរងគ្រោះបានបាត់បង់ជីវិតដោយប្រការណាមួយជាពិសេសគឺទៅលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើមបងប្អូនចំពោះករណីនេះច្បាប់ចែងយ៉ាងដូចនេះមិនមែនបានន័យថាច្បាប់កំណត់យកអាយុជីវិតរបស់មនុស្សមកឲ្យស្មើនឹងតម្លៃនៃលុយដែលអាចរាប់បានទៅតាមបុគ្គលម្នាក់ដែលផ្ដល់ឲ្យប៉ុណ្នេះផ្ដល់ឲ្យប៉ុណ្នោះទេជាក់ស្ដែងអ្វីដែលច្បាប់បានកំណត់ដូចខ្ញុំបានលើកពីអំបញ្ញមិញអញ្ចឹងគឺជាការសងសំណងជំងឺចិត្តគឺជាការទាមទារនៅសំណងជំងឺចិត្តដោយសារតែផលប៉ះពាល់ពីការដែលធ្វើឲ្យនរណាម្នាក់បាត់បង់អាយុជីវិតវាគឺជាទោសបន្ថែមពីទោសព្រហ្មទណ្ឌដែលជាទោសដាក់ពន្ធនាគារទោសពិន័យជាប្រាក់ក៏មានទោសសំណងជំងឺចិត្តទៅដល់ក្រុមគ្រួសារឬក៏សាច់ញាតិរបស់ជនរងគ្រោះផងដែរប៉ុន្តែសួរថាតើលុយដែលផ្ដល់ទៅដែលជាសំណងជំងឺចិត្តវាសមាមាត្រនៅនឹងតម្លៃអាយុជីវិតរបស់មនុស្សដែរទេសម្រាប់ខ្ញុំគឺមិនទាល់តែសោះប៉ុន្តែវាគ្មានអ្វីដែលអាចប៉ះពើបានដែលអ្វីដែលយើងអាចទទួលយកបានគឺអ្វីដែលជនល្មើសអ្វីដែលភាគីជនល្មើសត្រូវទទួលស្គាល់នោះគឺកំហុសដែលកើតចេញពីខ្លួនកំហុសដែលធ្វើឲ្យខ្លួនទៅធ្វើឲ្យអ្នកដទៃបាត់បង់អាយុជីវិតនោះហើយគឺជាតម្លៃដែលជនរងគ្រោះសង្គមជាតិចង់បានជាជាងទទួលសំណងជំងឺចិត្តប៉ុន្តែក្នុងករណីខ្លះទៀតហេតុអ្វីបានជនល្មើសឬក៏សាច់ញាតិរបស់ជនល្មើសអាចហាមាត់កំណត់តម្លៃអាយុជីវិតរបស់ជនរងគ្រោះត្រឹមតែ$1,000 $3,000 $10,000ទា$30,000ច្រើនពេកហើយហេតុអ្វីក៏ព្រោះតែនៅពេលខ្លះយើងផ្ដល់តម្លៃទៅដល់សំណងវាច្រើនលើសលុបពេកឬក៏យើងគិតថាទទួលបានសំណងយើងនឹងទទួលបានយុត្តិធម៌នៅពេលដែលយើងគិតថាសំណងគឺជាយុត្តិធម៌វាធ្វើឲ្យជនរងគ្រោះកាន់តែរងគ្រោះព្រោះហេតុអ្វីជីវិតមនុស្សត្រូវបានតថ្លៃជាមួយនឹងថវិកាដែលជាសំណងជំងឺចិត្តរហូតដល់ឈានទៅដល់ការដែលផ្ដល់សំណងឲ្យបញ្ចប់សំណុំរឿងទៀតផងប៉ុន្តែតាមផ្លូវច្បាប់មិនមែនដូច្នោះឡើយសំណងជំងឺចិត្តវាគ្រាន់តែជាសំណងប៉ះពៅទៅដល់ជនរងគ្រោះសំណងប៉ះពៅទៅដល់សាច់ញាតិជនរងគ្រោះប៉ុន្តែបើសិនជាករណីទាំងនោះគឺជាបទល្មើសព្រហ្មទណ្ឌវានៅតែត្រូវទទួលខុសត្រូវក្នុងនាមជាជនល្មើសដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដូច្នេះខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងយល់នឹងគិតថាតម្លៃមនុស្សមិនមែនត្រឹមតែសំណងជំងឺចិត្តគឺអាចសម្លាប់មនុស្សនៅតាមផ្លូវដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នានៅតែមានទស្សនៈថានៅពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវវាជាកត្តាអចេតនាហើយគ្រាន់តែបង់លុយ$1,000 $3,000 ឬក៏$10,000វាគឺជារឿងចាប់សេចក្តីនោះមិនខ្វះទេមនុស្សដែលមានលុយច្រើនសន្ធឹកសន្ធាប់ដែលគាត់គិតថាត្រឹមតែបុកមនុស្សស្លាប់បោះលុយ$10,000រហូតដល់ហ៊ាននិយាយពោលពាក្យថា$20,000ចាប់រឿងក៏ថាបានអញ្ចឹងហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាសំណងជំងឺចិត្តយើងត្រូវតែទទួលក្នុងនាមយើងជាជនរងគ្រោះប៉ុន្តែមិនមែនទទួលសំណងជំងឺចិត្តហើយអ្វីគឺចាប់នោះទេព្រោះវាគឺជាបទល្មើសព្រហ្មទណ្ឌសូមអរគុណ